ស្ថានភាពកម្មភាពលោកកំពុងតែបោកជាពោអត់ទឹកបោកមានông nàyបោកជាពោធ្វើអីបោកជាពោធ្វើអីណាទៀមទៅប្រឡងស្អែកហើយព្រះអង្គណាបោកជាពោធ្វើអីទៀមទៅប្រឡងស្អែកដែរប្រឡងអីគេខំមកវិន័យថ្នាក់អីគេថ្នាក់ឯកចុះត្រីតូជាប់អស់នៅជាប់អស់ហើយខាងណែព្រះអង្គខាងណែប្រឡងថ្នាក់អីគេប្រឡងថ្នាក់ត្រីសង្ឃឹមបាន100មើលទៅ80%ហើយព្រះអង្គណាសង្ឃឹមបាន100 60%អញ្ចឹង60% 70% 80%សង្ឃឹមខ្ពស់ហើយញោមជាប់ហើយមើលទៅហ្នឹងហើយហើយញោមប្រគេនពោលោកជាប់ផងពោទស្សនវិជ្ជានៅក្នុងវត្តពោពេលលោកកំពុងតែបោកចពោដើម្បីត្រៀមទៅប្រឡងធម្មៈដាក់ត្រីតោឯកនៅថ្ងៃខាងស្អែកនៅថ្ងៃស្អែកនេះបងថ្ងៃទឹកហ្នឹងហើយបងលើខាងក្រោមមកបានបងនៅខាងលើមានអារម្មណ៍យ៉ាងម៉េចដែរពេលទឹកលិចចឹងមានអារម្មណ៍យ៉ាងម៉េចណាចិត្តមិនអង្វាក់ចិត្តមួយហេតុអីទឹកលិចវត្តទឹកលិចវត្តធ្វើឲ្យយ៉ាងម៉េចពិបាកអីគេបាក់ដល់លោកតិចទីវ៉ាន់ខូចខាតរបស់របរចឹងហ៎តែមួយវិញទៀតធ្វើឲ្យពិបាកក្នុងការកន្លែងសឹងហ៎ណាធ្វើដំណើរពិបាកកន្លែងសឹងព្រោះកន្លែងកត់អីត្រូវលិចអស់ហើយទី3តទៅជាមួយនឹងការនិមន្តទៅរៀនអីពិបាកហើយទៅស្អែកនេះគឺថ្ងៃប្រឡងទៀតចឹងណាហើយដល់ពេលចឹងពិបាកក្នុងការធ្វើដំណើរទៅហើយចាក់តងជាមួយចង្ហាន់ហ្នឹងក៏ពិបាកដែរញោមបងហ្នឹងហើយក៏បងថ្ងៃបិណ្ឌចេញទៅរៀនមកបិណ្ឌហើយចំពោះទឹកលិចអញ្ចេះត្រូវធ្វើម៉េចមានតែត្រីខមេអញ្ចឹងទៅមានត្រីខមេញោមក្នុងព្រាននេះឥឡូវលោកយកចពោបោកដើម្បីទៅត្រៀមប្រឡងថ្ងៃស្អែកហ្នឹងហើយហើយសង្ឃឹមប្រហែល%សម្រាប់ប្រឡងថ្ងៃស្អែក70%ណា70%មើលមានពុតកាយលើទីមើល70%ហ៎ប្រឡងថ្នាក់អីគេថ្នាក់ឯកត្រីតូជាប់អស់នៅជាប់អស់ហ៎ប្រឡងឯកហើយប្រឡងអីគេប្រឡងរងបងញោមប្រឡងរងហើយព្រះអង្គខាងនេះប្រឡងរងជាប់នៅជាប់ហ៎ហើយត្រីតូឯកជាប់អស់នៅឯកមួយទៀតចំពោះថ្នាក់ត្រីតូជាប់អស់ហ៎នៅឯកមួយទៀតជាប់ណាហើយសង្ឃឹមបាន%មើលទៅ40%ឯងសង្ឃឹមតិចមែនមូលហេតុបានសង្ឃឹមតិចចឹងមិនបានសង្ឃឹមតិចចឹង40%ជាប់ផងហ្នឹងសម្រាប់គេទៅដល់អត់ទៅដល់ឥឡូវយើងមើលចាក់ស្ដែងញោមចាំអ៊ុតលទ្ធផលទាំងអស់គ្នាបងហ្នឹងហើយបងសាមណៈសវត្ថិការខ្សាច់លោកបោកចពោតាមពិតទៅញោមបើសិនជាទឹកខ្លាំងជាងហ្នឹងគាត់អត់បណ្ដោយឲ្យលោកមកបោកចពោលេងទឹកអីយ៉ាងដែរបងតែនេះអត់ឲ្យលេងទេគាត់លោកបោកចពោដើម្បីត្រៀមទៅប្រឡងព្រោះទឹកល្អទឹកស្អាតហ្នឹងគឺអត់មានទៀតទេដោយសារតែលិចអស់ហើយបងហ្នឹងហើយអញ្ចឹងលោកបោកចពោដើម្បីត្រៀមទៅប្រឡងថ្ងៃស្អែក